រីអាគ្នេយ៍វិញចំនួននេះគឺជាប់ចំណាត់ថ្នាក់លេខ3បាទបន្ទាប់ពីវៀតណាមហើយនឹងប្រទេសភូមាបាទវៀតណាមគាត់កើនរហូតដល់3000% 30ឆ្នាំចុងក្រោយ GDP សរុបបាទចំណែកឯភូមាវិញគាត់កើនរហូតដល់1700% បាទហើយខ្មែរយើង1680% បាទអញ្ចឹងយើងស្ថិតនៅក្នុងលំដាប់ទី3នៃប្រទេសអាស៊ានដែលមានកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ជាងគេបាទរយៈពេល30ឆ្នាំចុងក្រោយនេះចំណែកឯថៃគាត់នៅចំណាត់ថ្នាក់ទី9ឯណោះបាទដោយសារតែកំណើន30ឆ្នាំចុងក្រោយរបស់គាត់នឹងវាកើនយឺតមានត្រឹមតែ290% ទេចំណែកឯប្រទេសប្រូយណេនោះមានត្រឹមតែ147% ទេគឺនៅចុងពូជគេបាទអញ្ចឹងបើយើងមើលអំពីកំណើនផលិតផលក្នុងស្រុកសរុបមានន័យថាកម្ពុជានឹងគឺហក់ខ្ពស់ឆ្ងាយជាងប្រទេសថៃធ្វើត្បិតតែទំហំសេដ្ឋកិច្ចរបស់ថៃធំជាងកម្ពុជាក៏ដោយបងប្អូនបាទប៉ុន្តែបើគេនិយាយអំពីកំណើនមានន័យថា